អូខេសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះធីរិតថ្ងៃនេះខ្ញុំមកចង់ចែករំលែកបទពិសោធន៍មួយចំនួនទាក់ទងមួយនឹងចំណេះដឹងក្នុងការលក់តើតើធ្វើដូចម្តេចទើបឲ្យការលក់របស់យើងមានប្រសិទ្ធភាពនិងប្រសើរជាងមុនអូខេ let's go យើងធ្វើអ្នកនរគ្នាតើអ្នកទាំងគ្នាមានដែរដឹងអត់ថាដើម្បីឲ្យការលក់មួយមានប្រសិទ្ធភាពជាងមុននិងមានការកើនឡើងជាងមុនតើយើងត្រូវធ្វើដូចម្តេចអូខេដើម្បីឈានដល់ចំណុចមួយនេះយើងត្រូវស្វែងយល់ពីចំណុចមួយចំនួនសិនបាទប្រកបណាស់ការលក់គឺមានច្រើនប្រភេទការលក់គឺវាបែងចែកច្រើនស្ថានទៅតាមអាជីវកម្មទម្រង់អាជីវកម្មឬក៏ទម្រង់ផលិតផលផ្សេងៗគ្នាឬក៏សេវាកម្មផ្សេងៗគ្នាឧទាហរណ៍ការលក់ខ្លះគឺការលក់ពី B2B មានន័យថាពីអាជីវកម្មទៅអាជីវកម្មហើយការលក់ខ្លះទៀតគឺពី B to C មានន័យថាពីអាជីវកម្មទៅអ្នកប្រើប្រាស់ផ្ទាល់រីឯមានអាជីវកម្មខ្លះទៀតគឺពី C to C បាទមានន័យថាពីអ្នកប្រើប្រាស់ទៅអ្នកប្រើប្រាស់ហើយក៏មានអាជីវកម្មខ្លះទៀតក៏គាត់ពី B to G ដែរគឺពីអាជីវកម្មទៅអង្គភាពស្ថាប័នផ្សេងៗអញ្ចឹងមិនថាបងម្ចាស់អាជីវកម្មឬក៏អាជីវករស្ថិតនៅក្នុងស្ថានភាពការលក់បែបណាក៏ដោយក៏សិតតែស្ថិតនៅក្នុងការលក់ស្វែងរកប្រាក់ចំណេញនិងធ្វើឲ្យការលក់មានការកើនឡើងប៉ុន្តែសំណួរសួរថាប្រសិនបើជាយើងលក់សប្តាហ៍ថ្ងៃគឺអត់មានការកើនឡើងហើយការលក់របស់យើងមានតែការធ្លាក់ចុះថាតើយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពនឹងការលក់បែបណាខ្លះមានការលក់ខ្លះទៀតគឺពីតិចឡើងច្រើនហើយក៏ពីច្រើនមកតិចវិញបាទអញ្ចឹងការលក់គឺវាមានតែតម្រង់បែបហ្នឹងមានន័យថាវាដូចភាវត្តជីវិតចឹងគឺមានចាប់ដើមពីមានការចាប់ដើមបាទហើយមានការលូតលាស់បាទមានការត្រឹងហើយក៏ធ្លាក់ចុះមកវិញអញ្ចឹងគ្រប់អាជីវកម្មទាំងអស់គឺសុទ្ធតែជួបនៅរឿងបែបហ្នឹងក៏ប៉ុន្តែគ្រាន់តែមួយរយៈពេលខ្លីមួយទៀតរយៈពេលយូរអាស្រ័យទៅលើតម្រូវការអតិថិជនប្រើប្រាស់អញ្ចឹងដើម្បីឲ្យអាជីវកម្មរបស់យើងមានការលក់កើនឡើងនិងប្រសើរជាងមុនថាតើពុកម៉ែបងប្អូនត្រូវប្រើប្រាស់វិធីសាស្ត្រនិងយុទ្ធសាស្ត្រវាម៉េចដើម្បីធ្វើឲ្យការលក់របស់យើងនឹងវាមានការកើនឡើងជាងមុនអូខេអញ្ចឹងខ្ញុំឧទាហរណ៍ហាងលក់សម្លៀកបំពាក់បាទអញ្ចឹងនេះគឺជាហាងលក់សម្លៀកបំពាក់ចឹងហាងលក់សម្លៀកបំពាក់ជាទូទៅពុកម៉ែបងប្អូនឬក៏បងអាជីវករចូលចិត្តប្រើប្រាស់វិធីសាស្ត្រតាមរយៈបច្ចុប្បន្នគេហៅថាលក់តាមអនឡាញបាទឬក៏នៅមានសល់បងអាជីវករឬក៏ម្ចាស់អាជីវកម្មខ្លះទៀតគាត់អត់លក់តាមអនឡាញទេគឺគាត់លក់លក្ខណៈបោះដុំបាទអញ្ចឹងមានអ្នកទៅទិញផ្ទាល់ទៅបាទហើយក៏គាត់លក់បោះដុំបន្តអីចឹងទៅប៉ុន្តែរាល់បច្ចេកទេសនិងយុទ្ធសាស្ត្រក្នុងការធ្វើវាមានភាពខុសៗពីគ្នាបាទឧទាហរណ៍ថាការលក់ពី B2B ពីអាជីវកម្មទៅអាជីវកម្មអ្នកខ្លះគាត់លក់តាមរយៈប្រើប្រាស់ digital ដែរដើម្បីឲ្យការលក់មានការកើនឡើងនិងមានប្រសិទ្ធភាពខ្ពស់ពុកម៉ែបងប្អូនឬក៏បងម្ចាស់អាជីវកម្មត្រូវយល់អំពីចំណុច3បាទអញ្ចឹងចំណុច3មានន័យថាបងម្ចាស់អាជីវកម្មមាន2ហើយបាទទី1បានន័យថាបងម្ចាស់អាជីវកម្មមានទីតាំងបាទទី2បានន័យថាបងម្ចាស់អាជីវកម្មដែលលក់សម្លៀកបំពាក់ហ្នឹងមានប្រព័ន្ធ social media បាទរីឯចំណុចទី3ដែលបងម្ចាស់អាជីវកម្មអត់ទាន់មាននោះគឺ network និង promotion បាទអញ្ចឹងnetwork និង promotion gift នេះគឺវាជាចំណុចទី3ដែលបងម្ចាស់អាជីវកម្មលក់សម្លៀកបំពាក់ខ្លះអត់ទាន់បានសាក់របស់មានន័យថាម៉េចមានន័យថាបងត្រូវប្រើប្រាស់អតិថិជនដែលទិញផលិតផលផងយើងយកទៅហើយហ្នឹងដើម្បីឲ្យគាត់ផ្សព្វផ្សាយបន្តអញ្ចឹងធ្វើយ៉ាងម៉េចដើម្បីឲ្យគាត់ផ្សព្វផ្សាយបន្តឲ្យយើងបានគឺវាមានតែ promotion gift មានន័យថាមានតែការលើកទឹកចិត្តឬក៏ផ្ដល់កាដូពិសេសទៅដល់អតិថិជនរបស់យើងទេទើបគាត់ជួយផ្សព្វផ្សាយឲ្យយើងបន្តបានអញ្ចឹងទោះតិចក៏ដោយទោះច្រើនក៏ដោយពុកម៉ែបងប្អូនត្រូវតែឬក៏បងម្ចាស់អាជីវករត្រូវតែធ្វើពីព្រោះមូលហេតុអីវាជាការប្រកួតប្រជែងវាជាការលើកទឹកចិត្តដើម្បីឲ្យអតិថិជនរបស់យើងនឹងគាត់ជួយផ្សព្វផ្សាយឲ្យយើងតទៅទៀតពុកម៉ែបងប្អូនឬក៏បងម្ចាស់អាជីវកម្មត្រូវយល់ថាការផ្សព្វផ្សាយมันអាចពឹងផ្អែកតែទៅលើ
ប្រព័ន្ធ Digital Facebook TikTok តែមួយមុខទេពីព្រោះបច្ចុប្បន្ននេះការផ្សព្វផ្សាយតាមរយៈប្រព័ន្ធ Digital គឺចំណាយលុយច្រើនណាស់ហើយប្រសិទ្ធភាពគឺបានមកតិចទៀតអញ្ចឹងអ្វីដែលពុកម៉ែបងប្អូននៅសល់គឺសល់តែអតិថិជនដែលធ្លាប់ទិញផលិតផលរបស់យើងទេដែលជាអ្នកផ្សព្វផ្សាយនិងជួយលក់ផលិតផលរបស់យើងបន្តបាទនឹងជាចំណុចសំខាន់អញ្ចឹងថ្ងៃនេះអ្វីដែលខ្ញុំចង់ចែករំលែកទៅពុកម៉ែបងប្អូនតាក់ទងមួយនឹងការធ្វើអាជីវកម្មលក់បាទសម្ភារបំពាក់ធ្វើម៉េចឲ្យវាមានការលក់កើនឡើងជាងមុនធ្វើម៉េចដើម្បីឲ្យមានប្រសិទ្ធភាពជាងមុនគឺយើងត្រូវតែសិក្សាអំពីចំណុចពិសេសជាច្រើនទៀតដើម្បីជួយទៅដល់ការលក់របស់យើងឲ្យវាមានការកើនឡើងបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំចែករំលែកត្រឹមតែវិធីសាស្ត្រក្នុងការលក់សម្ភារបំពាក់ទេអញ្ចឹងវគ្គក្រោយៗខ្ញុំនឹងចែករំលែកពុកម៉ែបងប្អូនពីវិធីសាស្ត្រក្នុងការលក់ផលិតផលឬក៏សេវាកម្មផ្សេងៗធ្វើយ៉ាងម៉េចដើម្បីឲ្យការលក់មានការកើនឡើងជាងមុនទៀតបាទសូមអរគុណกระซิบว่าตอนนี้มั่นใจเรื่องผิวใต้วงแขนมากเพราะไอ้เจ้ากระปุกชมพูอันนี้แหละดีไม่ดีดูแล้วกันว่าตุนมา3 อันเอาจริงไปเห็นคลิปคนอื่นเขาใช้อ่ะแล้วอยากขาวก็เลยซื้อมาลองปรากฏว่ามันดีมากฟังชื่อดีๆนะนี่คือ NH7 Skincare เธอดูความเข้มข้นของเขาแต่ตอนทาลงบนผิวพอมันแห้งแล้วมันไม่เหนียวเนินหนาคือชอบมากๆเลยบอกลาปัญหารักแร้ดำกลิ่นใต้วงแขนหรือใครมีปัญหารักแร้เสียดสีตัวนี้คือช่วยได้หมดไม่ได้เพียงแค่ทารักแร้นะคะโบมาทาข้อศอกด้วยคือมันเลิศมากใครที่ยังอยู่ในจุดที่ไม่กล้าโชว์วงแขนก้าวออกมาได้แล้วค่ะอยากให้ลองตัวนี้มากแล้วปัญหาต่างๆที่โบพูดจะหมดไป